anh thưa ấy anhត្រូវបណ្ដាសាហើយអញចង់ន័យថាអីខ្ញុំដឹងថាអញក៏ត្រូវគេបង្កប់បញ្ជាដែរប៉ុន្តែខ្ញុំមិនខ្វល់ថាអ្នកណាជាអ្នកបង្កប់អញនោះទេខ្ញុំគ្រាន់តែចង់ញ៉ាំបាយឲ្យបានឆ្ងាញ់បណ្ដាសារបស់ខ្ញុំនេះនឹងធ្វើឲ្យអញគ្មានចំណង់អាហារហើយមុខតំណែងក៏មិនរលូនដែរបើអញនៅតែបន្តធ្វើបាបខ្ញុំរឿងបាយទៅទៀតឯងនឹងរងកម្មពេញមួយជីវិតឯងកុំនិយាយផ្ដេសផ្ដាសកុំស្មានថាឯងនិយាយតែប៉ុន្មានម៉ាត់អាចបំភ័យខ្ញុំបាននោះទេចង់ជឿក៏ជឿមិនជឿក៏ហើយទៅខ្ញុំជារ៉ាដូឈិងថាវអញ្ជើញភ្ញៀវចេញទៅបាតលោកអ៊ូសានសិនសូមអញ្ជើញឯងកុំរុញខ្ញុំអីឯងហ៊ានប៉ះឆ្អឹងខ្ញុំនេះឬឯងពិតជាអ្នកពិតជាបានរត់ចូលទៅក្នុងហាងដែលរញ៉េញនេះមែនទេអ្នកពិតជាគិតថាខ្ញុំជាក្មេងល្ងងមែនមិនល្អទេមិនល្អទេសាស្ត្រាចារ្យអ៊ូមិនល្អទេមុខម្ហូបរបស់ហ៊ឺតុងអ៊ីមានបញ្ហាហើយអីទេឆាប់នាំខ្ញុំទៅមើលអ្នកនាងតូចអ្នកពិតជាពូកែណាស់មន្ត្រីស្រីនោះពិតជាមានបញ្ហាហើយស្អីគេពិតជាមានរឿងមែនទេមែនហើយតែអ្នកនាងតូចហេតុអ្វីបានជាអ្នកភ្ញាក់ផ្អើលយ៉ាងនេះមិនមែនជាបណ្ដាសារបស់អ្នកទេអោះយន់នឹងខ្ញុំគ្រាន់តែគូសលេងទេក្នុងយ៉ាងនេះមិនអាចចេះតែដាក់បណ្ដាសាផ្ដេសផ្ដាសបានបើគេរកឃើញនោះនឹងត្រូវកាត់ក្បាលហើយចុះឯងនៅតែនិយាយដោយជឿជាក់ថានាងនឹងជួបរឿងអាក្រក់អស់មួយជីវិតខ្ញុំមិនមែនគ្រាន់តែគិតថាយប់នេះលួចចូលបន្ទប់គេធ្វើបាបនាងទេអហោះស្អីគ្មានអីទេគ្មានអីទេមន្ត្រីស្រីនោះពិតជាមានរឿងហើយយល់ឡើងឯងឆាប់ទៅចាប់មនុស្សឲ្យទៅស៊ើបមើលទៅមានរឿងអីឆ្នាំមឹកនេះដែលនាំចូលវាំងពីទិសនិរដីគឺជាមុខម្ហូបសំខាន់របស់គេកុំយិនខ្ញុំមិនបានប្រាប់ពួកអ្នកពីរបៀបរក្សាគុណភាពរបស់វាទេតើពួកអ្នកធ្វើវាដោយរបៀបណាទៅពួកខ្ញុំបាទសុទ្ធតែបានធ្វើតាមការបង្គាប់របស់លោកម្ចាស់ដោយយកវាទៅដាក់ក្នុងបន្ទប់សៀវភៅដែលមានសំណើមហើយស្រោចទឹកច្រើនតែមិនដឹងមានរឿងអីទេឥឡូវនេះពួកវាសុទ្ធតែមានក្លិនឆ្អាបហើយអ្នកត្រូវបណ្ដាសាហើយបណ្ដាសារបស់ខ្ញុំនេះនឹងធ្វើឲ្យលាភភូមិហូបរបស់អ្នកមិនចេះអស់តែភាពរុងរឿងរបស់អ្នកនឹងមិនរលូនឡើយប្រកាសជាគាត់ជាអ្នកធ្វើរឿងមិនល្អនេះហើយនាងថោកទាបនេះរឿងរបស់បន្ទប់តែបៃតងគឺបែបនេះឯងអូអីចឹងសោះមើលទៅលាភូមិហូបរបស់ខ្ញុំពិតជាតឹងតែងណាស់ពិតមែនដេកស្តុកស្ដឹងគឺជាអត្ថន័យពិតនៃជីវិតស៊ូស៊ីងហេតុអីអ្នកចិត្តអាក្រក់ម្លេះខ្ញុំចង់ញ៉ាំទាដាបាវស៊ីគឺថៅគឺវ៉ាហោឆាឆ្អឹងជំនីជូអែមនិងសុខភាពទាំង9ពេលខ្ញុំឆ្អែតខ្ញុំនឹងដោះបណ្ដាសាឲ្យអ្នកក៏មិនចង់ឲ្យព្រះចៅអធិរាជដឹងថាម្ហូបសំខាន់នៃពិធីជប់លៀងពេលរាត្រីនៅវងហឺកុងគឺផ្សិតរយូបានត្រូវអ្នកធ្វើឲ្យខូចនោះទេពួកឯងចាំមើលចុះខ្ញុំមិនឲ្យពួកឯងរស់នៅសុខស្រួលទេលោកម្ចាស់តូចលោកនាយទាហានអ៊ូហាក់ដូចជាខឹងខ្លាំងណាស់តើគាត់មិនទៅប្តឹងអ្នកនៅផ្ទះបើទេគាត់មិនហ៊ានទេថ្ងៃស្អែកខានស្អែកគឺពិធីជប់លៀងពេលរាត្រីនៅវងហឺកុងហើយបើមុនថ្ងៃស្អែកខានស្អែករឿងសិតរយូនៅតែមិនត្រូវបានដោះស្រាយក្បាលរបស់គាត់គឺប្រកាសជាមិននៅទេតើការរកតែរបស់ខ្ញុំសំខាន់ជាងឬអាយុជីវិតរបស់គាត់សំខាន់ជាងខ្ញុំគិតថាឆ្មាតូចនៅសួនច្បារគុកខានសួរគួរឲ្យស្រឡាញ់ពេកហើយមែនទេលោកស៊ូប៉ៃឲ្យសូមមើលម្ហូបរបស់លោកបានរៀបចំរួចហើយឆ្ងាញ់ណាស់នេះហើយជាអាហារដែលខ្ញុំគួរតែបានញ៉ាំលោកស៊ូប៉ៃតើលោកញ៉ាំហើយពេញចិត្តដែរឬទេពេញចិត្តណាស់ញ៉ាំមិនចេះឆ្អែតទេអញ្ចឹងលោកមើលទៅរឿងបណ្ដាសានេះពេលថ្ងៃត្រង់ញ៉ាំបាយឆ្ងាញ់កុំនិយាយរឿងអប់អង្គុយបែបនេះវាធ្វើឲ្យបាត់បង់ចំណង់អាហារយល់ទេបានលោកញ៉ាំមុនឆ្ងាញ់មែនតើលោកស៊ូប៉ៃអ្នកនៅទីនេះទៀតឬមកនេះបានហើយលោកឈប់ត្រឹមនេះរួចរាល់ហើយបណ្ដាសារបស់អ្នកត្រូវបានដោះស្រាយហើយអ្នកអាចត្រឡប់ទៅវិញបានបណ្ដាសារួចរាល់ហើយយ៉ាងម៉េចមិនជឿខ្ញុំទេជឿថ្ងៃនេះក្រោយពីត្រឡប់ទៅវិញកុំធ្វើអ្វីទាំងអស់ដកអ្នកយាមជ្រលងភ្នំបាយីBay Valley ទាំងអស់ចេញព្រឹកស្អែកខ្ញុំធានាថាអ្វីទាំងអស់នឹងវិលត្រឡប់មកដូចដើមវិញត្រឹមប៉ុណ្ណឹងបានហើយលោកស៊ូប៉ៃស៊ឺបេលោកមិនបានបោកខ្ញុំទេខ្ញុំជម្រាបលោកថាលោកមិនអាចបោកខ្ញុំបានទេណារឿងនេះគឺការដោះស្រាយការតែងតាំងលោកហ៊ីកុងវាពិតជាសំខាន់ណាស់អូមួយទៀតការដោះបណ្ដាសានេះក៏មានលក្ខខណ្ឌមួយដែរនោះគឺក្នុងរយៈពេល1ម៉ោងអ្នកត្រូវតែចូលគេងបើមិនដូច្នោះទេបណ្ដាសានេះនឹងក្លាយជាបណ្ដាសាមរណៈដល់ពេលនោះខ្ញុំក៏អាចនិយាយថាខ្ញុំមិនបានធ្វើខុសដែរហេតុអ្វីបានជានិយាយច្រើនម្លេះឈួតហើយកូនម្ចាស់តើអ្នកមិនបាននិយាយថាបណ្ដាសានេះគ្រាន់តែជាការលេងសើចសម្រាប់គាត់ទេយុទ្ធធម៌ពិតជាល្អនេះតើវាអាចដំណើរការបានទេបើមិនសាកល្បងមិនដឹងទេថ្ងៃស្អែកគឺជាការសម្ដែងហើយសង្ឃឹមថាបណ្ដាសារបស់ Scotland អាចត្រូវបានដកចេញពិតប្រាកដផ្សិតលូបាសរបស់ខ្ញុំហើយគេមកឆាប់យកផ្សិតលូបាសនេះដាក់ក្នុងប្រអប់ឲ្យខ្ញុំយកក្រណាត់គ្រប់វាទៅផ្សិតលូបាសនេះមិនអាចប៉ះពាល់នឹងពន្លឺបានទេឆាប់ឡើងលោកគ្រូផ្សិតលូបាសនេះបានជាសះស្បើយហើយអ្វីវាពិតជាបានជាសះស្បើយឡើងវិញមែនមើលទៅស៊ូខ្វៃរិនពិតជាមានសមត្ថភាពខ្លះមែនឯងឆាប់ទៅយកនំដែលផ្ទះបាយលួងទៅនឹងស្រាវជ្រាវថ្មីទៅជូនស៊ូខ្វៃរិនមុនទៅឆាប់ទៅ
ពិតណាស់អ្នកបានជួយសង្គ្រោះជីវិតគាត់ដូច្នេះគាត់ប្រកាសជាត្រូវគប់ចិត្តអ្នកហើយមែនទេប៉ុន្តែទូបង្គំឆ្ងល់ណាស់តើព្រះនាងធ្វើដូចម្តេចបានជាធ្វើឲ្យ Ruega ត្រឡប់មកសភាពដើមវិញគាត់ទោះបីជាដឹងថា Ruega ត្រូវលៀងហើយសើមប៉ុន្តែរបស់ដែលខ្លាយធ្នូកាន់តែខ្លាំងវាកាន់តែខ្លាចមេរោគហើយត្រូវការខ្យល់ចេញចូលដូច្នេះហើយទើបខ្ញុំឲ្យអ្នកលួចបើកទ្វារបង្អួចទាំងអស់ពាក់កណ្ដាលអាធាតហើយយក Ruega ទៅរោយលើដីដើម្បីឲ្យវាមានខ្យល់ចេញចូលអូយ៉ាងនេះសោះសិលជឺអ្នកពិតជាឆ្លាតណាស់ពិតណាស់អូយ៉ាងនេះសោះកញ្ញាវ៉ាងមកដល់ហើយមកលឿនឡើងនំទាំងនេះគ្រប់គ្រាន់សម្រាប់ពីរអ្នកហើយមិននឹកស្មានថាព្រះមនាងស៊ូនៅតែមានគំនិតគួរឲ្យរំខានដូចមុនសោះគ្មានបញ្ហាអ្វីទេយ៉ាងណាមិញទូបង្គំលើកនេះគួរតែចាត់ទុកថាបានធ្វើបុណ្យហើយមែនទេខ្ញុំបានឮថាម្ហូបឆ្នាំងលូយូនេះពិតជាឆ្ងាញ់ពិសាណាស់មិនដឹងថាព្រះអង្គអាចប្រោសប្រទានឲ្យទូបង្គំបានភ្លក់វាបន្តិចបានទេអនុញ្ញាតហើយហេម្ហូបឆ្ងាញ់ទៀតហើយតើនាងនៅមានការភ្ញាក់ផ្អើលប៉ុន្មានទៀតដែលយើងមិនទាន់បានដឹងជួយ like និង follow មួយដើម្បីទទួលបានភាពបន្តសូមអរគុណ